គេថាគោរពអីគឺកំណត់ដូចនឹងបងប្អូនឥឡូវហ្នឹងខាងពួកសៀមហ្នឹងកំណត់វាដូចខ្មោចព្រាយបិសាចហើយដោយសារតែពួកវាចូលចិត្តគោរពខ្មោចព្រាយបិសាចការប្រយុទ្ធមិញហ្នឹងគឺគេដាក់បាសបំពងសំលេងខ្មោចស្រែកហូរយំពេញភូមិព្រៃច័ន្ទតែម្ដងបងប្អូនហើយអាកំណត់អាចបែបហ្នឹងបងប្អូននឹងណាគេជាអ្នកផ្ដាំកំណត់អត់គឺអាវរៈបរោះឡានអាចគេនឹងឯងជាអ្នកផ្ដាំកំណត់អាចខួរក្បាលមានតែអាចពេញខួរតែម្ដងអានេះហ៎ហើយឯងគិតថាដាក់អញ្ចឹងទៅប្រជាពលរដ្ឋអញខ្លាចរត់ចោលផ្ទះអស់មែនអញឆ្ងល់មែនទេនេះឃើញខ្មោចមិនរត់ផងហ្មងគ្រាន់តែលឺសំឡេងប៉ុណ្ណឹងរត់ហើយវាដាក់ប៉ុណ្ណឹងបងប្អូនមិនមែនលឺតែយើងណាវាក៏លឺបើជ្រុលហើយកុំឲ្យដេកទាំងអស់គ្នាហ្មងអាអ្នកដាក់ក៏មិនបានដេកអាអ្នកស្ដាប់លឺហ្នឹងក៏មិនបានដេកទៅមិនខ្លាចយ៉ាងហោចណាស់ក៏ថ្លង់ដែរបងប្អូនកំណត់អាចនេះគឺចូលបេតិកភណ្ឌពិភពលោកឲ្យអាចចំផលាំងហ្នឹងបានបងប្អូនកំណត់ខួរវាមានតែអាចតែម្ដងអាកំណត់ថោកទៀតធ្វើមកលើយើងពួកវាបានគិតថាវានឹងធ្វើខុសទេបងប្អូនប៉ុន្តែគ្រាន់តែយើងសើចចំអកវារឿងទឹកចំនួនរឿងរំជួយដីរឿងឆេះហ្នឹងវាថាយើងអាក្រក់សបើមកសាច់លើកំណត់ទុកវាចោះខ្លួនឯងសិតតែចង់យកឡានអាចមកជះលើប្រជាពលរដ្ឋខ្មែរមកឈូសឆាយដីខ្មែរតាមអំពើចិត្តចង់ដេញខ្មែរចេញដេញគេចេញអត់បានអត់ធ្វើអីគេអត់បានដាក់សម្លេងខ្មោចតម្លង់គេគិតមកគំនិតអាចខ្មោចព្រាយបិសាចហ្មងពួកនេះ